ថ្ងៃទី2នៅ Rarotonga កោះ Cook Island ព្រលឹមឡើងសម្រាប់ resort របស់គេហ្នឹងគឺគេមាន free breakfast ឲ្យប៉ុន្តែ breakfast គេបើកក្នុងតែរយៈពេល1ម៉ោងទេគឺពីម៉ោង9រហូតដល់ម៉ោង10អញ្ចឹងទៅវាធ្វើឲ្យយើងពិបាកបន្តិចសម្រាប់យើងមក relax ធម្មតាយើងចង់គេបានរៀងថ្ងៃតិចបងប្អូនដោយសារតែនៅក្នុង website របស់គេបាននិយាយថាព្រលឹមឡើងហ្នឹងគឺ tropical breakfast អញ្ចឹងក៏ខ្ញុំចង់សាកមើលទៅតែដល់មកដល់មានស្អីញ៉ាំផងហ្នឹងមានតែនំប៉័ង toast អីបន្តិចបន្តួចហើយជាមួយល្ហុងអាហ្នឹងគេហៅ tropical អញ្ចឹងក៏បញ្ចុកកូនស្រីឲ្យញ៉ាំសាកមើលទៅញ៉ាំអាហារពេលព្រឹកហើយគឺដល់ម៉ោងយើងចេញក្រៅ explore city ទៀតហើយតែកម្រងខ្ញុំថ្ងៃហ្នឹងគឺអត់ទាន់ហែទឹកសមុទ្រទេខ្ញុំចង់ជិះមើលជុំវិញក្រុងគេអញ្ចឹងណាហើយនេះគឺជាទស្សនភាពថតពីលើ resort ដែលខ្ញុំនៅគេងនៅហ្នឹងគេហៅថា The Edgewater Resort and Spa របស់គេហ្នឹងបន្ទាប់មកពួកខ្ញុំចាប់ផ្ដើមចេញដំណើរទៅរកអីញ៉ាំព្រលឹមឡើងហ្នឹងគឺមានហាងកាហ្វេដ៏ល្បីរបស់គេមួយហ្នឹងឆែកមក Google Map ហ្នឹងគឺមានតែហាងកាហ្វេហ្នឹងមួយទេគេដាក់ 5 star ហ្មងហើយសូម្បីតែ TikTok ក៏ viral ដែរគេថាទៅហ្នឹងទៅគឺស្អាតបើនិយាយទៅកោះនៅ Rarotonga ហ្នឹងមានន័យថាគេ reserve marine នៅក្រុមនោះមានផ្កាថ្មសមុទ្រវិញគឺ cute ល្អហ្មងជិះប្រហែល15នាទីក៏មកដល់កាហ្វេដែលគេបាន 5 star នោះបងប្អូនមើល decor របស់គេ decor លើតុហើយជាមួយនឹងនៅពីលើមើលទៅប្លែកប៉ុន្តែកន្លែង counter កាត់លុយគេដល់កបងប្អូនអើយបិទតែក្តារកុំផ្លាគេសតតែមួយផ្លែទេកូនគឺចាប់ផ្ដើមធ្វើទុកយំតែហ្មងដោយសារតែក្តៅដល់ពេលចឹងទៅគ្នាអត់ធ្លាប់តែនៅទុកត្រជាក់ដល់មកបែកញើសស្អិតក្តៅស្អកចឹងអើយងំតែលួងបាត់បងប្អូនអើយលួងមួយផ្លែក៏បាត់ទៅហើយបន្ទាប់មកពួកយើងអង្គុយចាំយកកាហ្វេចឹងណាបងប្អូនមើលនេះមួយកែវ$10ញូហ្សេឡង់ធម្មតាឯណាមួយកែវហ្នឹង$10ញូហ្សេឡង់គាត់ហាងកាហ្វេរបស់គេឆ្ងាញ់ដូចកាហ្វេនៅហាងខ្ញុំឆ្លត់ខុសគ្នាមកបន្ទាប់មកពួកខ្ញុំក៏ជិះមកក្នុង town បាទខ្ញុំឃើញថាអូនៅនេះមានប៉ាមស៊ីទៀតអញ្ចឹងក៏ឆ្លៀតទិញវិចទុកលាបឲ្យកូនអញ្ចឹងណាប៉ាមស៊ីរបស់គេគឺខ្ញុំ surprise ហ្មងគឺដូចនៅ New Zealand អញ្ចឹងមានរបស់លក់គ្រប់មុខហើយនៅ New Zealand មានអីនៅខាងក្នុងហ្នឹងលក់ប៉ុណ្ណឹងគាត់ថានៅនេះគេធ្វើ scale ទូចនៅ New Zealand យើង scale ធំអញ្ចឹងណាជិះចុះជិះឡើងដើរចុះដើរឡើងហ្នឹងគឺដល់ម៉ោងថ្ងៃត្រង់ល្មមអញ្ចឹងយើងរកអាហារថ្ងៃត្រង់ញ៉ាំអញ្ចឹងណាហើយសម្រាប់ហាងមួយនេះគេដាក់ឈ្មោះគេដូច chicken អីអញ្ចឹងទៅបងប្អូនឃើញរូបថតតែខ្ញុំស្មានតែគេលក់មាន់ដើរដីដែរហើយសកម្មខ្ញុំតាំងពីម្សិលមិញហ្នឹងគឺរកមាន់ដើរដីដែលមានរសជាតិដូចនៅខ្មែរយើងដោយសារតែស្រុក tropic ហើយមាន់ដើរដីអញ្ចឹងគួរតែមានរសជាតិឆ្ងាញ់អង្គុយអស់10នាទីបងប្អូនអង្គុយមើលម៉នុយអត់មានសាច់មាន់មានសិតតែម្ហូបបារាំងទាំងអស់អញ្ចឹងពួកខ្ញុំសម្រេចចិត្តថាពួកខ្ញុំអត់ញ៉ាំទេអញ្ចឹងពួកយើងដើរចេញមកវិញមកទិញបានមួកមួយបងប្អូន Cook Island ទិញបានមួកម្នាក់មួយដោយសារតែភ្លេចដាក់មួកមកអញ្ចឹងបងប្អូនមានកូនភ្លេចមុខភ្លេចក្រោយឥឡូវនេះយើងកំពុងតែដើរទៅរកអីញ៉ាំហើយកូនក៏គេងដែរដូចគេនិយាយចឹងបងប្អូន you go on a vacation it's just a change of location មានន័យថាយើងទៅដើរលេងហ្នឹងវាគ្រាន់តែផ្លាស់ប្ដូរនៅទីកន្លែងទេតែយើងមិនទៅដើរលេងទេតាមពិតអញ្ចឹងមិនថាបើសិនជាបងប្អូនមានកូនតូចហើយអត់ទាន់ចេះដើរទេបងប្អូនទៅណាគួរតែយកម៉ាក់ប៉ាទៅជាមួយទៅបានពួកគាត់ជួយមើលកូនយើងអញ្ចឹងណាអញ្ចឹងមិនយើងបានរៀងដើរ enjoy ខ្លះហើយបើថាទៅតែ2នាក់អញ្ចឹងមើលតែកូនសតអត់មានបានធ្វើអីទេដំណើរខ្ញុំវឹកវរណាបងប្អូនគ្រាន់តែរកអីញ៉ាំហ្នឹងដើរឡើង2 3ហាងហើយបានសម្រេចចិត្តថាចូលហាងនេះដោយសារតែក្តៅក៏ក្តៅឃ្លានក៏ឃ្លានមកដល់នេះគឺបានអាជីងច្បៀគេនេះគេធ្វើ local brand ហ្មងឆ្ងាញ់ណាគ្រាន់តែញ៉ាំទៅ refresh ហ្មងបងប្អូនឆ្ងាញ់ជីងច្បៀគេដាក់មកឡើងត្រជាក់ហើយនៅពេលដែលយើងញ៉ាំទៅយើងមានអារម្មណ៍ថាកាហាយនៅកមានថាហិលខ្ញីនឹងកឆ្ងាញ់មែនតើដើររកអីញ៉ាំចុះឡើងបងប្អូនអើយគ្មានបានម្ហូបស្អីទេចុងក្រោយនៅតែម្ហូបអាស៊ីដដែលហ្នឹងគឺមានតែម្ហូបអាស៊ីហ្នឹងឯងពួកខ្ញុំមិនដែលបានទៅណាញ៉ាំម្ហូបអីផ្សេងក្រៅពីម្ហូបអាស៊ីទេគឺបានមីឆាមួយចានមួយឆាបន្លែមួយចានអញ្ចឹងណាហាងខ្ញុំចូលនេះគេមានឈ្មោះថា Plaza ឆ្ងាញ់របស់គេបងប្អូនឬមួយក៏ប្រហែលជាខ្ញុំហត់ខ្លាំងពេកដោយសារតែខ្ញុំដើរឆ្ងាយគួរសមដែរហើយវារៀង late ឆ្លាញ់ដែរណាហើយបងប្អូននឹងស្រាប់ហើយមេក្តៅផងដើរក្រុមថ្ងៃយូរផងមានន័យថាយើងឃ្លានដែរតែខ្ញុំញ៉ាំទៅឆ្ងាញ់ហើយខ្ញុំទទួលអារម្មណ៍បានថាឆ្ងាញ់ជាង resort ដែលខ្ញុំនៅម្ហូបប៉ុណ្ណឹងញ៉ាំតែ2នាក់អស់ខ្ទេចបងប្អូនបន្ទាប់មកពួកខ្ញុំបានដើរមកមើលខ្ជើចរបស់គេអញ្ចឹងណាដើរតាមផ្លូវឃើញមនុស្សចេះតែអ៊ូអតាំងពីល្ងាចពេកដល់ពេលថ្ងៃនេះអត់ឃើញមានមនុស្សមកទេអញ្ចឹងក៏ដើរចូលទៅមើលទៅថាឆ្ើចខាងក្នុងនោះមានអីគេខ្លះពួកខ្ញុំមិនអ្នកកាន់សាសនាគ្រឹះឬមួយកាតូលិកអីទេបងប្អូនតែយើងចង់ចូលមកមើលទៅកន្លែងគេ confession អីចឹងទៅបន្ទាប់មកគឺដើរមកដល់ supermarket ហើយនិយាយពីកូនខ្ញុំមួយថ្ងៃទេតែញ៉ាំតែសោចមុខរីកទេថ្ងៃហ្នឹងគេក្តៅស្អុះគេដើរតាមផ្លូវដល់ពេលបានចូលមក supermarket កន្លែងទូខ្លះសេយើងនិយាយពីគេមើលមុខគេអញ្ចឹងទៅបានឃើញថាមុខរៀងស្រស់ស្រាយអីបន្តិចទៅតែបើថាចេញពីក្រៅវិញគឺមុខស្អុយប៉ែសទៀតឯងបងប្អូនអញ្ចឹងសម្រាប់សមួលដើរតាំងពីព្រឹកយកកូនមកវិញម្ដងនៅពេលដែលកូននាងដើរហត់ពេកចាប់ផ្ដើមកិច្ចកុកហើយដល់ពេលក្បាលប្រឡប់គឺចាប់ផ្ដើមមានការងារធ្វើគឺចាប់ផ្ដើមក្តៅខ្លួនតែម្ដងមុខឡើងក្រហមភាសាគ្នាហត់ពេកត្រូវថ្ងៃពេកដូរអាកាសធាតុពេកប៉ុន្តែសម្រាប់កូនក្មេងអត់សូវបារម្ភទេបងប្អូនឲ្យតែកូនយើងបើគឺឲ្យតែអត់ dehydrate គឺអត់មានបញ្ហាទេ
សម្រាប់សមួរដល់ពេលល្ងាចគឺមកញ៉ាំអាហារអ៊ីតាលីនៅទល់មុខ resort របស់ខ្ញុំហាងអ៊ីតាលីរបស់គេនេះឆ្ងាញ់បងប្អូនញ៉ាំទៅជាតិហ្មងបងប្អូនច្បាស់ជាចាំអត់មើលថាខ្ញុំមកលេងសមុទ្រអត់មានឃើញញ៉ាំគ្រឿងសមុទ្រសោះញ៉ាំតែម្ហូបអាស៊ីញ៉ាំ pizza អីណាឆ្កុយសូម្បីតែទៅលេងទឹកសមុទ្រក៏អត់ទាន់បានទៅដែរអត់ទាន់ទេបងប្អូនដោយសារតែ set ថលអត់ទាន់ចេញគ្រាន់តែកូនខ្ញុំនឹងគឺវឹកវរមួយថ្ងៃហើយណាមួយទៅមកឡើងចុះនឹងគឺរវល់អត់ឧបមាហ្មងសប្បាយដល់កូនអូនអានេះខ្ញុំទៅយកទឹកនៅកន្លែងបោកកៅអៅហើយពិបាកតិចដោយសារតែមកលើកនេះកូនឈឺអត់ដោយសារតែអាកាសធាតុខុសគ្នាខ្លាំងពេកចឹងបើថាកូនខំមួយឆ្នាំយកល្អកុំយកកូនដើរអីយកតែដើរក្នុងស្រុកបានហើយមើលគេសប្បាយដល់ក៏ខ្ញុំវិញត្រូវតែនៅក្នុងអូតែលមកយ៉ាងទៅហើយដែលល្អនៅនេះហ្នឹងគឺថ្ងៃឡើងក្តៅមែនបងប្អូនមិនតែដល់ពេលយប់ឡើងគ្រាន់បើមានខ្យល់អាកាសល្អមែនតើធ្វើឲ្យអត់មានអារម្មណ៍ថាស្អុះស្អាប់ហើយស្អិតទេអីដែលខ្ញុំសំហ្នឹងគឺថ្ងៃឡើងគឺស្អិតយកហ្មងស្អិតតែតាត់ពេញខ្លួនស្អុះស្អាប់មែនតើ